តើលោកពុនម្ដាយគឺជាបងប្អូនប្រុសស្រីទាំងអស់ឥឡូវនេះខ្ញុំមានវីដេអូមួយដើម្បីបង្ហាញជូនលោកពុនម្ដាយក្នុងការមើលហើយពិចារណាទាំងអស់គ្នាអំពីក្មេងប្រុសម្នាក់ដែលជាសិស្សសាលាឥឡូវនេះយើងមើលទាំងអស់គ្នាទៅហើយពិចារណាតាមនឹងចំពោះក្មេងជំទង់នេះបើគិតពីអាយុប្រមាណជាខ្ទង់13ទៅ14ឆ្នាំអស់ហើយទំនោរមិនតាន់ជ្រុះអាចដើម្បីពីក្បាលផងដៃម្ខាងកាន់ស្ទីមហើយដៃម្ខាងកាន់បារីទឹកមុខរបស់គាត់គឺបញ្ជាក់ពីការខូចចិត្តតែតាមមើលទឹកមុខរបស់គាត់ខូចចិត្តខ្លាំងណាស់តែថ្នាក់គិតលេងចេញហើយគេហៅ stress ហើយតែមើល stress ខ្លាំងហើយខូចចិត្តនេះមិនមែនខូចចិត្តរឿងរៀនចាញ់គេទេតែមើលមានតែពីរចំណុចទេទី1រឿងស្រីតែដើមស្រីមិនឈ្នះគេខូចចិត្តរឿងស្រីក៏មិនដឹងទី2គឺហ្គេមរកប៉ុណ្ណេះហ្គេមគឺញាប់ស្មិញហើយដៃនោះអ្វីដែលគាត់កំពុងតែធ្វើដូចជាការជក់បារីផឹកស្ទីងខ្លាញ់បារីគឺអានឹងគាត់គិតខ្លួនគាត់ណាថាគាត់អស់ចាគាត់សង្ហាគាត់អាចតិតេងចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនគាត់បានnhưngអ្វីដែលគាត់គិតគឺគាត់គិតបែបនឹងថាគាត់អស់ចាគាត់សង្ហាគាត់លយអីចឹងទៅគាត់ជាតួឯកអីចឹងទៅប៉ុន្តែសម្រាប់ភ្នែកមហាជនគ្រប់គ្នាគ្រប់រូបគាត់គឺជាក្មេងម្នាក់ដែលឲ្យឈ្មោះថាជាមហារាជរបស់សង្គមខ្មែរយើងគឺចាប់ផ្ដើមមានរោគមហារីកច្រើនដោយសារតែមានក្មេងបែបហ្នឹងឈុតនេះឈុតសិស្សសាលាកន្លែងសិស្សសាលាឬក៏កន្លែងអីនេះដូចជាមិនទេបើទំនងកន្លែងដូចជាតែសិស្សសាលានៅក្រៅមិនមែនទេដូចមានម៉ូតូមានអីមនុស្សនៅក្រៅដូចសិស្សសាលាដូចជាមិនមែនទេព្រោះសិស្សសាលាគេមិនដែលឲ្យមានសិស្សណាអញ្ចឹងគេមិនបដៅសិស្សដល់ម្លឹងទេចឹងប្រហែលជានៅក្រៅសាលាអានេះបើសិនជាគាត់ផឹកស្រាវិញគឺអស់តោះសង្ហាអស់តោះហើយគាត់ចាប់ផ្ដើមរ៉េតំពីងចាប់ផ្ដើមរលួយតបាត់ហើយប៉ុណ្ណេះក៏វិញចោលហើយគ្មាននយោធ្វើអីកើតទេអាណិតសង្គមជាតិហើយអ្វីដែលអាណិតជាងគេនោះគឺពុកម្ដាយព្រោះពុកម្ដាយតែគិតថាកូនរបស់អញគឺទៅរៀនណាចេញពីផ្ទះស្លៀកពាក់តនុយសុំលុយឪពុកម្ដាយទៅរៀនគឺសង្ឃឹមបែបហ្នឹងហើយឲ្យគឺឲ្យច្រើនទៅណារៀនសម័យនេះ10000អីមិនស្រួលមិនគ្រប់ទេព្រោះត្រូវបងថ្លៃរៀនគួររៀនអីផងក្រៅម៉ោងក្រៅអីចឹង10000សឹងតែមិនគ្រប់ផងមួយថ្ងៃអ្នកមានសមត្ថភាពល្មមអីទៅ20000អីគឺថាបានដែរហើយអ្នកខ្លះគាត់រៀនខ្សត់ខ្សោយក៏10000ឬក៏5000ទៅតាមនឹងទៅនឹងត្រឹមថ្នាក់មធ្យមណាត្រឹមអនុវិទ្យាល័យក្មេងនេះតំណងអនុវិទ្យាល័យហើយមិនស្រួលមិនមែនផងប្រហែលនឹងមិនស្រួលបឋមពីត្រឹមទី6ក៏មិនដឹងអានេះតាមការស្មានណាព្រោះឥឡូវទី6ធំនេះហើយបញ្ជាក់អំពីរោគមហារីករបស់ខ្មែរឥឡូវនេះប្រទេសខ្មែរយើងចាប់ផ្ដើមមានរោគមហារីកច្រើនទៅគួរឲ្យសង្វេគតាមផ្លូវបើសិនជាក្មេងនោះមិនចូលសាលាទេតាមផ្លូវគឺជាជក់ថ្នាំហើយក្មេងជិះម៉ូតូតាមផ្លូវចេះប្រហោះចេះអីបើសិនជាក្មេងដែលចូលសាលាចូលអីមានការអប់រំខ្លះអញ្ចឹងវាមានមួយចំនួនតូចដូចជាអីណាអញ្ចឹងវាបែបផ្សេងអីចឹងទៅចាអំពីការទូន្មានរបស់ពុកម្ដាយចាការទូន្មានរបស់គ្រូអីចឹងទៅតែបើសិនជាក្មេងនោះចប់រៀនឬក៏មិនរៀនតែម្ដងប៉ុណ្ណេះគឺចាប់ដើមចេះជក់ថ្នាំខ្លះមួយចំនួននៅក្នុងសង្គមក្នុងភូមិស្រុកខ្លះគឺបែបហ្នឹងចេះដើរលួចជាអីចេះកាប់ចាក់ចេះមាន
bạc bú bằng tôi bằng thầm ơi là đi miền Bà Đào ơi tạm na cái đó tập bài đó đôi giờ video mới được cho mà hai nhá nên sẽ tập bạc bú ơi nè video nó còn đang thế hay còn tại sông đam đầu mình nhưng chừng lần cào dương thua ấy dương từ cho bị cầm nào để bao giờ dương ở cho cầm nào để bao giờ thế dương đạp lời nè cái nhớ nè mới từ gõ chả nó đầy mặt hàng thành sting đầy mặt hàng chỗ bà đấy thật sting climb bà đấy số lấy trồng sai dưới nữa bà đấy ạ được bà hỏi mới được chừng nói hay bà tạm ở từ mùaนี้bệnh chia vì cả câu chật câu chậtนี้กูแต่cầm oi miên được nông hành đấy vì lõ anh ấy សម្រាប់ខ្ញុំណាហើយពុំម្ដាយបើឃើញហើយជួយណែនាំកូនផងបើណែនាំមិនស្ដាប់ហើយដំណាក់កាលហ្នឹងហើយអាហ្នឹងទេអរគុណសម្រាប់វីដេអូប៉ុណ្ណេះ